ពិធីបន់នេះគឺយើងឃើញទស្សនវិជ្ជាគុណចាស់ពុទ្ធបរិស័ទនិមន្តនឹងអញ្ជើញមកច្រើនណាស់គឺជាជំរឿនៃសេចក្តីជ្រះថ្លានៃចិត្តក៏ណាដែលមនុស្សទូទៅធម្មតាមើលមិនយល់ទេដល់តែមើលមិនយល់អាចនឹងខ្វាយខ្វល់ក្នុងចិត្តហេតុអីក៏ត្រូវចំណាយមាសប្រាក់លុយកាក់យកមកសិតពុទ្ធរូបពុទ្ធបរិមាមិនក៏មិនទុកដាក់មាសប្រាក់លុយកាក់នឹងជួយសង្គ្រោះទៅអ្នកអត់អ្នកឃ្លានឬក៏មន្ទីរពេទ្យកុមារឬក៏អីណាវិញទៅនឹងគឺមានអ្នកមិនសប្បាយចិត្តនឹងការដែលកសាងសិទ្ធិព្រះសិទ្ធិបកោតមាសប្រាក់អីទាំងអស់ហ្នឹងគឺគាត់មើលមកហាក់ដូចជាយកមកចោលអញ្ចឹងហ្នឹងឯងពីព្រោះមិនមែនថាគាត់មិនកម្មពុទ្ធសាសនាទេតែគាត់កម្មយកដូចថាបដិបត្តិបូជាយកការប្រព្រឹត្តបដិបត្តិនឹងដើម្បីបូជាព្រះសម្មាសម្ពុទ្ធហើយយើងគិតតែពីអមិសបូជាហ្នឹងឯងហើយនិយាយធោអាអីសត្វតែអត់មានខ្លួនប៉ុន្តែធ្វើបន់ចង់បានបន់ច្រើនហ្នឹងឯងឧទាហរណ៍ចឹងទៅតាមដែលគាត់មិនតាន់បានយល់អំពីកម្រិតនៃសទ្ធានៃពុទ្ធបរិស័ទយើងមានជំរឿចឹងណាចឹងដែលមិនអាចភ្នែកមនុស្សធម្មតាបញ្ញាធម្មតាគំនិតធម្មតានឹងគិតយល់ទៅបានទេយើងលើកឧទាហរណ៍ដូចលោកសិទ្ធិអនាថបណ្ឌិតគាត់ត្រូវប្រមូលប្រាក់អស់ពីឃ្លាំងណាយកប្រាក់ទាំងដុំទៅក្រាលនឹងដីដើម្បីបានទិញដីនឹងកសាងវត្តបូជាព្រះសម្មាសម្ពុទ្ធឥឡូវយើងគិតរិះគន់គាត់ថាម៉េចគាត់ជាព្រះសោតាបានហើយមិនមែនតែគាត់ទេឲ្យតែជាព្រះអរិយបុគ្គលគឺជ្រះថ្លាមិនកំរើកក្នុងពុទ្ធមិនកំរើកក្នុងពធមិនកំរើកមិនញាប់ញ័រក្នុងព្រះសង្ឃគណាមានសិលជាអរិយកន្តសិលហ្នឹងជំរឿនៃសទ្ធាហ្នឹងដែលបងប្អូនកូនចៅយើងគាត់មើលមិនយល់ដល់អញ្ចឹងគាត់ទៅជាវាយតម្លៃថាព្រោះហេតុតែភ្ញាក់ផ្អើលទៅចង់បានបន់ច្រើនអីទៅធ្វើអញ្ចឹងហ្នឹងឯងហ្នឹងគឺអាណិតបងប្អូនកូនចៅយើងមិនបានយល់ដឹងអំពីកម្រិតនៃសទ្ធាដែលកើតឡើងក្នុងការបូជាបរតនត្រ័យហើយដែលគាត់ថាយកមកចោលមាសប្រាក់អីហ្នឹងយកមកចាក់យកមកស្លចោលអីហ្នឹងក៏គាត់មិនបានជ្រាបអំពីគុណដែលកប់បីបូជាដែលគួរដល់ការបូជានោះមើលរឿងរ៉ាវមានព្រាហ្មណ៍ម្នាក់ចង់បូជាពធដល់ទូលសួរព្រះដែលមានពភាទៅក៏ព្រះអង្គត្រាស់ថាឲ្យបូជាភិក្ខុជាពហុសូត្រអញ្ចឹងក៏សួររកភិក្ខុជាពហុសូត្រទៅភិក្ខុសង្ឃក៏បានចង្អុលប្រាប់ដល់ព្រះអានន្ទឯកតតគៈខាងពហុសូត្រហើយក៏ប្រកេនព្រះអានន្ទទៅនៅសម្ពុតហ្នឹងជាការបូជាពធដែលព្រះអានន្ទទទួលហើយនឹកឃើញព្រះសិរីបុត្រចឹងទៅព្រះអង្គក៏អនុញ្ញាតឲ្យទុកអត្តរេកជ័យវរហ្នឹងដល់ព្រះសិរីបុត្រនិមន្តមកព្រះសិរីបុត្រទទួលហើយនឹកឃើញថាបើព្រាហ្មណ៍បូជាពធអញ្ចឹងមានតែព្រះពុទ្ធអង្គជាធម្មរាជាស្ដេចនៃពធថ្វាយព្រះអង្គទៅហើយរឿងរ៉ាវនោះមានពជាដកសម្ដែងកាលដែលព្រះបរមពុរិស័ទជាតបោះហើយព្រះអានន្ទនឹងជាព្រះរាជាព្រះសិរីបុត្រជាបរោហិតដែលព្រះជាគឺព្រះអានន្ទក្នុងកាលនោះ
តែងប្រកាយជាអ្នកស្រុកអ្នកភូមិធម្មតាដើម្បីសើបការមើលអ្នកណាស្រឡាញ់ស្អប់អីបរិជាអីចឹងទៅហើយក៏ទៅដល់ជនបទមួយហ្នឹងមិនសូវមានអ្នកណាស្គាល់ព្រះអង្គទេពីព្រោះមិនមានការផ្សព្វផ្សាយរូបភាពអីដូចយើងសប្ងៃសបោទៅទេប៉ុន្តែក្ដុំពីរម្នាក់ហ្នឹងគាត់ចាំប្រភពព្រះអង្គគាត់រៀបចំធ្វើកិយាបាយព្រះអង្គនៅក្នុងសាលាសំណាក់មួយធំក្នុងកាលនោះព្រះបរមពុរិស័ទក៏មុនមកហើយមានព្រះវិជ័យកពុទ្ធទៀតយាងមកហ្នឹងព្រះជាបានកិយាទៅក៏យកទៅជូនបរោហិតនៅបរោហិតក៏យកទៅប្រគេនព្រះតបោះក៏ថ្វាយព្រះវិជ័យកពុទ្ធដំពីគាត់ឃើញអញ្ចឹងគាត់សួរព្រះរាជាមិនក៏ព្រះអង្គមិនសើយថាបរោហិតនឹងជាគ្រូរបស់យើងតែយើងក៏បីគោរពគ្រូបូជាគុណគ្រូហើយដល់ទៅសួរបរោហិតជាគ្រូរបស់ព្រះរាជាតែមិនក៏មិនពិសាថាយើងនៅជាមួយប្រពន្ធកូនគ្រប់គ្រងផ្ទះជាអ្នកបរិភោគកាមណាព្រះតបោះជាអ្នកចេញចាក់ផ្ទះជានៃខមៈបុគ្គលយើងគួរបូជាចឹងឯងហើយទៅសួរព្រះតបោះមិនក៏មិនឆាន់ទៅថ្វាយដល់ព្រះវិជ័យកពុទ្ធបានព្រះតបោះបរមពុរិស័ទនឹងថាយើងនៅជីកមើមដលងដកអាវឈូកអីចឹងទៅគឺចំអិនអីដោយខ្លួនឯងក៏មានដែរតែព្រះភិក្ខុហៅព្រះវិជ័យពុទ្ធព្រះភិក្ខុគឺមានការឆាន់យ៉ាងហាំសម្រាប់រូបក្នុងបាតស្រេចជាបុគ្គលដែលឆ្ងាយចាកនៅអាសវៈកិលេសជាបុគ្គលដែលយើងគួរបូជានឹងបានរាបដីនឹងគាត់រីករាយសប្បាយចិត្តចំពោះទានដែលបូជាដល់បុគ្គលដែលគួរបូជាហ្នឹងឯងអញ្ចឹងគឺថាអ្នកដែលទទួលក៏ទទួលមិនមែនថាសិតតែទទួលដោយលោភៈឯណាមើលទាំងហ្នឹងឯងគ្រាន់តែថាមិនមែនជាកុសលថ្នាក់ទានតែការទទួលនឹងទទួលដោយសិលក៏មានដូចប្រសង់ទទួលទានចៃ4ពីពុទ្ធបរិស័ទយើងលោកទទួលដោយសិលណាចតុបរិសិទ្ធសិលចឹងណាមិនមែនដោយលោភៈទេគឺពិចារណាល្អិតល្អន់ម៉ត់ចត់ណាស់ទទួលនៅបច្ច័យ4ហ្នឹងឯងចឹងគឺថាជាប្រយោជន៍ពុទ្ធបរិស័ទយើងក៏រៀនតាមនឹងទៅបាយមួយចានយើងគិតថាដើម្បីចិញ្ចឹមសិលអញ្ចឹងទៅព្រោះយើងរស់នៅមួយថ្ងៃចិញ្ចឹមសិលបោសុតទៀតបរិហារយៈទៀតអញ្ចឹងបាយមួយចានហ្នឹងគឺដើម្បីចិញ្ចឹមសិលនឹងគឺយើងមើលយើងអត់បានឲ្យទានទេបាយមួយចានដែលយើងទទួលទានហ្នឹងប៉ុន្តែដូចជាយើងឲ្យទានដល់សិលអញ្ចឹងណាគឺក្នុងជីវ័ននៃចិត្តកាលណាបើវាមិនមែនជាអកុសលគឺជាកុសលហើយសូម្បីតែទទួលទានបាយខ្លួនឯងក៏បានបុណ្យដែរឲ្យតែប្រព្រឹត្តទៅជាមហាកុសលក៏ណាដើម្បីចិញ្ចឹមសិលដើម្បីប្រព្រឹត្តធម៌អញ្ចឹងដូច្នេះនៅក្នុងការដែលពុទ្ធបរិស័ទយើងជ្រះថ្លាដោយព្រះរាជាទូលសួរព្រះពុទ្ធអង្គក្នុងសង្យុត្តនិកាយថាទានត្រូវឲ្យដល់បុគ្គលណាព្រះអង្គត្រាស់ថាឆន្ទៈពេញចិត្តគឺដល់បុគ្គលណាទានគេឲ្យដល់បុគ្គលនោះឯងអាហ្នឹងគឺឆន្ទាធិបតីចឹងគឺណាហើយថានៅលើវិរិយៈចិត្តៈឬវិមង្សាបញ្ញាអីនឹងយ៉ាងណាដោយពុទ្ធបរិស័ទយើងជ្រួតជ្រាបគុណរបស់ព្រះអង្គតបស្នងសងគុណព្រះអង្គហើយត្រូវដើម្បីថែរក្សាព្រះសាសនាទៀតពិតមែនតែទាននឹងជាអមិសបូជាក៏ប៉ុន្តែនិយាយពីកុសលដែលប្រព្រឹត្តទៅដើម្បីថែរក្សាព្រះសាសនាចូលក្នុងបដិបត្តិបូជាពីព្រោះជាទានប្រព្រឹត្តទៅដើម្បីលះបង់នៅអកុសលក្នុងចិត្តសន្តានដើម្បីបានតបស្នងសងគុណព្រះសាសនាដើម្បីរក្សាព្រះសាសនាដូចជាមានកុដិសាលាព្រះវិហាររបងខ្លោងទ្វារអីចឹងហើយមានប្រសង់បួសហើយគង់អាស្រ័យនៅក្នុងសេនាសនៈនោះហើយក៏បាន
រក្សាជាមរតកតទៅដល់កូនដល់ចៅមានបត្រៃបីដកមានបច្ចេកដីពពោធិព្រឹកព្រះបរមសារីរិកធាតុធ្វើឲ្យកូនចៅនឹកថាហីពុទ្ធនឹងជាបុគ្គលបែបម៉េចបើក្រំតែប្រធាតតូចមួយប៉ិនក្របស្ពៃឬក៏ប៉ិនកំណាត់ក្របអង្គធាតប្រធាតណាតកដាលនឹងហើយក៏កសាងបច្ចេកដី